មហាក្សត្រក្នុងប្រទេសសម័យអយមសតវត្សទី6ពុទ្ធសាសនាចាប់ផ្ដើមហូរចូលប្រទេសកម្ពុជាព្រះមហាក្សត្រក្នុងប្រទេសកម្ពុជាតែងគោរពទំនប់បំរុងសាសនា3 1សេវស្រម2ណែសេវស្រម1នរាយស្រម1និងកោតស្រម1វិស្ណុស្រមគឺអាស្រមសាសនាដែលជឿជាក់គោរពព្រះវិស្ណុឥសូរស្រមនឹងគឺសាសនាដែលគោរពព្រះពិសូរកោតស្រមគឺអាស្រមដែលគោរពចំពោះពុទ្ធសាសនាព្រះមហាក្សត្រខ្មែរក្នុងសារាចរិតតែងទំនប់បំរុងសាសនាទាំង3នេះស្មើគ្នារហូតមកដល់សម័យព្រះបាទសូរ្យវរ្ម័នទី2តាំងរាជធានីនៅមហិន្ទ្របរិព័ទ្ធបានស្ថាបនាឡើងនៅព្រះរាជគ្រូ2ត្រកូលដែលធ្លាប់ជាអ្នកកំសត់កំរជាមួយព្រះអង្គតាំងពីមិនទាន់គ្រងរាជ្យគឺវាមសេគឺទេវកាលវិយៈអ្នកទាំងពីរនេះមិនមែនជាអ្នកចេះដឹងផ្នែករបៀបរបបរាជានិយមទេទើបព្រះបាទសូរ្យវរ្ម័នទី2ទៅអញ្ជើញគ្រូមួយម្នាក់មកពីជនបទឈ្មោះវាមសេវៈឲ្យមកពង្រៀននៅគម្ពីរ4គឺគម្ពីរវេនស្សកៈរបៀបគ្រប់គ្រងរដ្ឋកសាងរដ្ឋរាជពិធីផ្សេងក្នុងទ្វារទសមាសបានកសាងឡើងនៅព្រះពុទ្ធរូប9ព្រះអង្គជាពុទ្ធរាជក្នុងសម័យកាលនោះហើយបានកសាងនៅរាជមួយនៅបដិមាមួយតំណាងឲ្យអំណាចរបស់ស្ដេចចក្រពត្តិគឺកម្ពុជាចក្រពត្តិរាជការកសាងនៅកម្ពុជាចក្រពត្តិរាជក្នុងសាលាចរិតប៉ុន្តែអ្នកខ្លះសន្មត់ថាជាឥសូរលឹងជាយោនីអីជាដើមមិនមែនទេជាទេវរូបមួយដែលបញ្ជាក់អំពីពាក្យថាកម្ពុជាចក្រពត្តិរាជគឺអ្នកធំនៃស្ដេចព្រះរាជាពីដើមដល់រាបណាឡើងគ្រងបរមរាជសម្បត្តិគ្រឿងធំបំផុតដែលត្រូវមានគឺកម្ពុជាចក្រពត្តិរាជទាំងឯងទើបស្ថាបនាអ្នកនោះឲ្យទៅជាព្រះរាជាបាននិយាយចូលមកវិញក្នុងព្រាហ្មណ៍ទាំងពីរគឺវាមសេគឺកាលទេវកាលវិយៈទាំងពីរត្រកូលនេះមានតួនាទីរក្សាក្បួនច្បាប់ខ្នាតរបស់ព្រះមហាក្សត្រហើយអនុវត្តតមកពេលដែលព្រះមហាក្សត្រយាងទៅទីណាព្រាហ្មណ៍ទាំងពីរត្រកូលនេះរមែងទៅតាំងលំនៅក្បែរនឹងរាជវេសរបស់ស្ដេចគ្រប់ស្ថានអំណាចការកសាងក្បួនឆ្នាំគម្ពីរទាំងអស់ដែលបានមកពីគម្ពីរវេនស្សកៈគឺគ្រប់គ្រងដោយព្រាហ្មណ៍ទាំងពីរត្រកូលនោះជាតារាប៉ុន្តែមកដល់ក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី7ព្រះអង្គបានបដូរការគ្រប់គ្រងពីព្រះរាជគ្រូទាំងពីរត្រកូលនេះឲ្យមកខាងទេវាករៈបណ្ឌិតអ្នកគ្រប់គ្រងវិញអញ្ចឹងអំណាចទាំងអស់ត្រូវផ្ទេរមកខាងត្រកូលរបស់ទេវាករៈបណ្ឌិតលោកទាំងឡាយគិតសាកល្មើតាអំណាចតាំងតែពីសូរ្យវរ្ម័នទី2តមកអំណាចនៅខាងត្រកូលទេវកាលវិយៈទាំងអស់ប៉ុន្តែមកហេតុអីមកដល់សម័យព្រះបាទជ័យវរ្ម័នទី7បដូរទៅកាន់ទេវាករៈបណ្ឌិតវិញតើអ្នកមុនអន់ចិត្តឬអត់នេះមិនមែនជាចំនួនសាសនាទេតែខ្មែរយើងច្រឡំហើយរំវែងពុលទេតែយើងមើលការបដូរផ្លាស់រាជរបស់ព្រះបាទជ័យវរ្ម័នទី7ឡើងមកពេលដែលគាត់បដូរព្រះរាជគ្រូការកសាងប្រាសាទក៏ដូចក៏ខុសគ្នាដែរការកសាងប្រាសាទក្នុងរាជមុនថ្មធំជាងហើយការតថ្មមានភាពវិចិត្រល្អជាងប៉ុន្តែក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី7ការតថ្មតូចជាងហើយរូបចម្លាក់មិនសូវរស់រវើកដូចជាសម័យកសាងអង្គរវត្តអីទេ
dương mơ rút chấm lắc nông và sát cô vót nâng rút chấm lắc nông và sát cô thông miên thiếp khóc nè pro tất đáy chiên khóc nè đòi xa tại đô trò cô nẹ cục crom cách ca nghĩa ông nâng tí tây tí nè mình bên chế trò cô sẽ mùi tại nông riết đại bà bát chay và man tí bằng tí nâng priêm nông trò cô xây vẽ cao là dạ mình cả lọc tê tại phê đẹp ra ông châu ti bằng cột tay nó tại kê nơi nghiêm điệt đến phê đại chắc bắt đầu priêm chẳng phê từ cô chúc nia cả lọc cha nia nành hai phê đại khmai bảy bạn nó mình mệt chùm đồ sát na thì mình mệt chùm đồ sát na thì chùm lúa sát na chỉ chùm này mũi túi tê tay chùm lúa sầm rập cà phạt đồ ông nái nơi nông đây chiều vốn cứ thưa ở cả thì phải nhà thùng hai mai dương bị đau mình men đắt con ban crom rê tê cứ mày đắt cho tầm mai chọc sai là hết việc đắt con cả máu tự nhiên rê từ sét ban ai crom rê ban chẳng ban phải rê chia bị đau lúc mưa thả priêm tầng cướp tờ cồn rồi còn nẹt bùa tầng cướp sạt nà nón na đầy chla bạc cài trên kế đặt nâng ảnh chơi nhảy sắt chân đâm bay lư con của mông ảo phê đại sen kết tam sen nẹt đại miên bẩn đất cái tệ bẩn đất cho bạn lo từ miên crosa hay miên con cài mau nằng chla con nô ai miên rê chả bộc sét ai còng rê bà dươngจะมือสลาจะรักเตอร์ครบสลาจะรักคือสเตชมุกเนี้ยดามบนใบดาแต่ใบดามเตอร์ใบใหญ่เลยเนี่ยบานจะสักตาจะลาจะรักดอกกอดทมไอ้กันก็คือเนี่ยยืมมือตะโกนบาดเจมันทิมเปิ้ลจะลาจะรักใจเมาเนี้ยดามหมดบ้านเมียนเปียทำเนี้ยดาหนึ่งใบดาได้ให้ใบดาเนี้ยดาโดยสายยืมที่ดามกันระบอบเมจิทมสายเมจึกสายสดายสายเรจิวงปันไตยังสับไงก็ต่อแต่บุรักเชียเหยียดจิวงจึกโกนจบประสัจจาและขัดได้โลกต่างหลายจึงมือประวัติมาอ่อยฉบับโลจึกจีก็เหาะยืมอัดบานปันไตใบยืมกรอนแต่สดับเลงเลงเจหรือก็อ่านเลงเลงเจdương ọt đâm tha ở vây to vây khmai tì hơi chào thà sạt nà tiêu khmai bảy bạc tại tam phật khmai bảy bạc để sao phải trên nà kia tì cả tổng kriêm khmai có ôm hơi lần nữa ta cái chluộc này rừng sát ná rồi có cái chluộc này trong cột crom bát tê đồ là bỏ cái chluộc này rừng cột crom bát tê ta ban là cái sầm lạp này cái mình đã đại chào tha mau pi sa thiền nạ rót căn bột sát na bột căn priêm sát na banแต่ vay này nè chân hơi từ dương kết thả rương phạt đồm này đi men chỉ rương đại dương chết ta chồng ta tê cứ sâu bởi sọc sân tư hơi đọc trái kia đòi sân tệ đi thì màu rương tâm ọc bên ngày nè là ít nè tại của ông ngọt bên tên thì dây prap dương kia tê mình tha rương của vật ta sa rương sasna rương sa cung sa lật sâu ấy chẳng rương nô ngày nè trời nè ông thì dây ban để rương đầy ai vô ban được phần năng bờ rương class dương vô lạt cả ông cùng đầm dây tham mấy đàn mấy đây cái hào thà Campuchia cha để dạ
យើងក៏លេខមើលខ្មែរហើយនឹងអេស៊ីបកើតមុនគ្រិស្តសករាជប្រហែលជា 5000 ទៅ 6000 មុនគ្រិស្តសករាជរបៀបតថ្មអេស៊ីបរបៀបប្រពៃណីស្លៀកសណ្ដាប់របស់អេស៊ីបមួកដែលអេស៊ីបពាក់ប្រហាក់ប្រហែលគ្នានឹងខ្មែរសម័យកាលនោះរបៀបរបបរបស់អេស៊ីបដូចគ្នាចុះហេតុអីបានជាអេស៊ីបបាត់ទៅរាប់ពាន់ឆ្នាំហើយបែរជាក្រោយគ្រិស្តសករាជ 5 ទៅ 600 ឆ្នាំកើតមានខ្មែរអញ្ចឹងវិញយើងថាវាមកពីចំណេះដឹងតគ្នាបើជាចំណេះដឹងតគ្នាវាសំតែនៅក្បែរអេស៊ីបនឹងមានអ្នកចេះធ្វើអញ្ចឹងវាមិនមែនទៅសុកបាត់អាលុតឯនងឲ្យមកកើតឯស្រុកខ្មែរនេះទេហើយមិនមែនខុសគ្នា20 ឆ្នាំឬក៏100 ឆ្នាំអីទេខុសគ្នាពាន់ឆ្នាំយើងថាយើងទទួលឥទ្ធិពលពីឥណ្ឌាតើទៅចង្អុលមើលខ្មែរដូចឥណ្ឌាត្រង់ណាគឺរបៀបខ្មែរចេញមកជាខ្មែរតែអត់មានទៅចម្លងពីឥណ្ឌាប៉ុន្តែបើស្រដៀងគឺស្រដៀងស្រីវិជ័យគឺឥណ្ឌូនេស៊ីសប្ងៃស្រដៀងគ្នាយើងจะนำហៅពួកឈ្វានហើយភាពដែលយើងគិតមើលថាខុសគ្នាចន្លោះវេលាពាន់ឆ្នាំអេស៊ីបហើយខ្មែរស្រដៀងគ្នាទាំងអស់ទាំងមុខយើងពីដើមឃើញរូបចម្លាស់ខ្មែរមុខស្រួយឡើងលេអេស៊ីបក៏អញ្ចឹងដែរអាស្លៀកសពុតថ្នាត់ហ្នឹងខ្មែរពីដើមអេស៊ីបក៏អញ្ចឹងដែរចំណុចដែលប្លែកអេស៊ីបគោរពកាយកពើខ្មែរគោរពកាយកពើដែរហើយរបបផ្លាស់ប្ដូរក្រុងពីក្រុងមួយទៅក្រុងមួយពីក្រុងមួយទៅក្រុងមួយគឺមានសភាពមើលពីលើទៅដូចកាយកពើអញ្ចឹងមានឆ្ងល់ទេមិនក៏ស្រុកណាអត់ប្រើទុំកពើស្រុកខ្មែរមានទុំកពើរឿងហួសវិស័យនឹងស្មាននិយាយចាំដឹងទៅមើលប្រវត្តិសាស្ត្រឲ្យមែនតើហើយនៅសិក្សាតាមប្រាសាទឲ្យបាន10 ឆ្នាំអីទៅតាមចម្លាក់នីមួយហ្នឹងតាមចរិតមកទៅវារោមមិនឃើញនឹងហើយបានគេហៅថាអច្ឆរិយៈគិតវាមិនដល់គិតមិនបានអញ្ចឹងហ្នឹងយើងមើលផ្លូវពីអង្គរទៅកាន់ប្រទេសឆ្មាត្រង់ក្លិនរាប់គីឡូដីយកអីទៅវាស់សម័យហ្នឹងយើងមើលក្រុងមហិន្ទ្របរពតលើកំពូលភ្នំកលែននោះត្រង់ភ្លឹងយកអីទៅវាស់សម័យហ្នឹងយើងមើលការផ្លាស់ប្ដូរពីក្រុងមួយទៅក្រុងមួយដូចនិរន្តរបុរៈអវត្តចបុរៈក្រុងទាំងអស់ផ្លាស់ប្ដូរគ្នាមើលផ្លូវពីក្រុងនឹងទៅរឿងដែលហួសវិស័យនឹងហើយបានគេហៅថាអច្ឆរិយៈ
សូមឲ្យយើងจะសិក្សាមែនតើកុំចេះតែតគ្នាអត់មានប្រភពច្បាស់លាស់អីចំណេះដឹងកើតពីការរៀនមិនមែនតែអង្គុយសម័យទេទៅផ្ទៀងផ្ទាត់មើលឲ្យច្បាស់លាស់នេះវែងឆ្ងាយបន្តិចហើយណារឿងហ្នឹងមិនមែនធေါ်ទេប៉ុន្តែចេះតែចង់និយាយមកជាកតិបណ្ឌិតឲ្យយើងគិតពីបញ្ហាជាតិសាសន៍របស់យើងនឹងហើយដែលរុងរឿងទៅព្រោះអ្វីអន់ថយទៅព្រោះអ្វីនឹងអញ្ចឹងវិទ្យាសាស្ត្រធ្លាប់និយាយថាពួកអេស៊ីបនឹងត្រូវបានអេលៀនមកបង្រៀនក្នុងកំណត់ត្រាជីតខ្វាន់ថាស្រុកខ្មែរមានទេវតាប្រភូមិមកបង្រៀនគឺថាអេលៀនក៏ត្រូវដែរប្រហែលជាអស់លោកដែលយើងមើលឃើញតែជាចំណេះដឹងដែលអត់កំបាក់យើងរកប្រភពសិក្សាអត់ឃើញនេះចឹងព្រោះគម្ពីរវិនាសកៈទាំង4គម្ពីរគឺបង្រៀនខ្ទេចខ្ទីអស់ពីជ័យសង្គ្រាមពីភូមិសាស្ត្រតារាសាស្ត្រឥតខ្ចោះរបៀបរបបអីគឺឥតខ្ចោះល្អណាស់ចេញមកគឺរបៀបប៉ុន្តែសម័យកាលយើងបែកបាក់ទៅយើងបាត់របៀបអស់ហើយបាត់របៀបយើងមិនបាច់ឆ្ងល់ទេគ្រាន់តែគេឲ្យដើរឲ្យត្រង់ជួរហ្នឹងក៏យើងលែងដើរត្រង់ជួរដែរខ្លះចុចទូរស័ព្ទទៅខ្លះងាកឆ្វេងងាកស្ដាំដែរខ្លះអាគេឲ្យកម្មចេះទៅកវីកវត្តដែរហ្នឹងហើយដែលយើងបាត់ក្បួនបាត់ខ្នាតយើងមើលក្នុងសាលាចរិតនៅក្នុងនៃផ្ទាំងនៅអង្គរវត្តខាងត្បូងយើងទៅមើលឃើញមកជួរហ្នឹងថែវខាងត្បូងហ្នឹងរបៀបបញ្ចុះពុលរបស់ប្របាទសូរ្យបរមន្ទទី2ចេញទៅគឺភ្លឹងថ្លៃធ្នូឥតខ្ចោះណាស់ប៉ុន្តែមកកណាត់មុខវាមានពុកទាហានស៊ីឈ្នួលកាលហ្នឹងបើយើងថាសៀមតាមថ្ងៃហ្នឹងចុះឃើញធ្វើកលែងកលើមក្នុងសាលាចរិតចង់បញ្ជាក់ថាពួកហ្នឹងអត់ដែលឃើញរបៀបរបបស្រុកទេថាម៉េចបើវាស្អាតភ្លឹងល្អម្លេះបានខំស្មៀកមើលហ្នឹងប៉ុន្តែយើងវាបាត់ក្បួនខ្នាតនឹងអស់ទៅបើតាមអាត្មាគិតទេណាប្រហែលសៀមគេនៅបានគេភ្លឹងណាស់ប្រហែលគេយកពីយើងទៅអីគេនៅសល់អញ្ចឹងបានក្បួនរាជពិធីគេថាមើលទៅដូចតែមួយអញ្ចឹង1000នាក់10000នាក់ក៏ដោយតែយើងលើសតែ10នាក់ហ្នឹងដូចចាប់ក្តាមដល់ស្អីហ្នឹងមិនចាំដល់ហើយអញ្ចឹងឲ្យចេះស្រែកជាគេទៀតណាដល់កលេចមើលគេគ្រាន់ដើរជាងយើងមើលរបៀបគេថ្វាយអង្គមព្រះមហាក្សត្របើទោះតែរបៀបគេមិនក៏ដោយប៉ុន្តែដាក់ទៅគឺថាភ្លឹងរាជកំដោយមន្ត្រីក៏ដាក់របៀបរាជពិធីមួយមិនថាដង្ហែអីទេយើងមើលទៅបើឃើញតែសៀមមានវាក្បាលមិនតិចទោះបត់ទោះកោងអ្មេចដែរត្រង់ភ្លឹងល្អមកមើលទៅស្មាបិទភ្នែកសម័យថែវអង្គរខាងត្បូងយើងពីមុនចុះល្អជាងនឹងទៀតប៉ុន្តែយើងឥឡូវមិនបាច់និយាយទៅខ្មាស់គេប៉ុណ្្នឹងហើយមិនឲ្យខំប្រឹងដាស់តឿនអ្មេចទៀតបើសិនជាស្មាមិននិយាយមិនដាស់តឿនសោះតើយើងវាទៅដល់កម្រិតណា
ក្បួនខ្នាតការប្រព្រឹត្តប្រពៃណីទំនៀមទម្លាប់ថៃសពថ្ងៃគឺល្អជាងយើងពេលខ្លះទោះចំណាយចាយលុយក្នុងពិធីនឹងធំដុំប៉ុណ្ណាក៏ដោយក៏របៀបមិនឈ្នះគេដែរព្រោះគេចង់ជាក្បួនជាខ្នាតមានត្រឹមត្រូវប្រហែលជាវាណាសកៈទៅនៅគេយើងបាត់បង់ព្រោះយើងបែកតម្ដងបែកដំវែងម្ដងទៀតចឹងប្រហែលជាទៅគេប្រហែលជាទៅនងច្រើនហើយបើយើងណែវាបាត់អស់ទៅបាត់បំផុតបាត់ត្រឹមខ្មែរក្រហមនឹងឡើងម្ដងក្រោយពីខ្មែរក្រហមមកចាត់ឆាយទាំងអស់មុនហ្នឹងយើងក៏នៅគ្រាន់បើដែរដោយសារតែមានអ្នកចេះតែដល់ទៅពេលសម្រាប់អ្នកចេះអស់ក្បួនវាដិតចោលអស់ទៅក្រោយនេះចាប់ក្តាមដាក់ជាអីឥឡូវទេចេះនាំគ្នាឃើញគោរពព្រះមហាក្សត្រអីឃើញចំត្រូវសំចំណងឡើងវិញបើ4-5ឆ្នាំមុនបាច់និយាយទេយើងត្រូវហ៊ានទទួលស្គាល់ការពិតអញ្ចឹងណាហើយយកមកកែតម្រូវទៅកុំទៅអួតថាម្ចាស់អញម្ចាស់ទុកនឹងទេអញម្ចាស់ទុកនឹងទេដល់តែគេបកគលចវាឲ្យចែអត់ចេះបានប្រយោជន៍អីចុះបើគេអ្នកចេះគេថែគង់ហើយខ្មែរយើងឥឡូវអកុសលទៀតឲ្យតែសំណង់ក្បាច់ក្បូរណាស្អាតគឺថាផុសទៀនមកតើតាធ្វើទៅដបូលចំដបូលជាងមិនចំជាងបានថាក្នុងផុសខ្មែរដឹងតែជាប់អាភ្នែកស្អុយនឹងពីកាលណាមកចាំមើលទៅវត្តព្រះអង្គធ្វើឲ្យចាំមើលបើមានពាក្យថាយកផុសទៀនមកធ្វើចាំមើលឲ្យតែរៀបចំរៀងស្អាតបន្តិចគឺថាជាម៉ាយមិនដឹងវាជាប់កណិតក្នុងពីណាមកស្មាឆ្ងល់លើឆ្ងល់វាជាប់មកពីខ្មែរក្រហមដឹងហីហ៎ជាប់ខ្មែរក្រហមពហិស្អាតបែកតិចទៅចំជ្រូកទៅក្នុងបានសំដោយរាល់ថ្ងៃគេឆ្លោះគ្នារឿងព្រះមានកពូលស្រួចផុសសៀមអត់កពូលផុសខ្មែរអញ្ចឹងណាអត់ព្រមយកប្រភពមកអាងចេះតែឆ្លោះគ្នាតាមតែនឹកឃើញអញ្ចឹងតែរឿងហ្នឹងនិយាយទៅក៏ស្អាប់ប៉ះហើយតែអត់និយាយទេបែបឆ្ងាយវាមានរបៀបសៀមរបៀបខ្មែរពីរហ្នឹងដូចគ្នាឆ្លៀសគ្នាប៉ុន្តែនៅតែខុសគ្នាអញ្ចឹងខ្មែរមានទម្រង់បែបបទជារបស់ខ្មែរយើងមើលមកុដជាមួយសម្លៀកបំពាក់របាំយើងមើលទៅពីរនេះដូចគ្នាទេដូចតែអ្វីដែលខុសគ្នាគឺថាផុសខ្មែរមួយប៉ុន្តែមិនសូវឆើតឆាយអីទេតែល្អគុណរបស់ថៃដូចគ្នាស្កេះស្កាស់មិនល្អគុណទេតែល្អឆើតអញ្ចឹងសំណង់ក្បាច់ក្បូរក៏ដូចគ្នាដែរសំណង់របស់ថៃគឺមើលទៅមកភ្នែកឆើតទាំងអស់វិហារចេតិយកុដិសាលាគឺកលេចមកភ្នែកទៅឆើតទាំងអស់ប៉ុន្តែរបៀបរបបផុសខ្មែរ
មិនឆើតទេប៉ុន្តែបើគុណទើបស្អាតតែយើងគ្រប់គ្នាចេះតែច្រឡំជាប់អាពូជភ្នែកស្អុយហ្នឹងឲ្យតែមើលអាណាឃើញអាក្រក់អានោះផុសពហិយធ្វើអាក្រក់អត់ចេះរករឿងដល់គេធ្វើស្អាតថានោះធ្វើច្រឡំទីហើយព្រះធ្វើលាបក្រែមបន្តិចលាបតបកភ្នែកបន្តិចអត់ថាអាក្រក់អត់ថាទៅដល់តែគេធ្វើស្អាតថាព្រះច្រឡំពីខែអត់ទៅមើលខ្លួនឯងពីមុនអញ្ចឹងមិនព្រះអង្គវត្តនេះកុំធ្វើហើយធ្វើរបស់ខ្មែរទេប៉ុន្តែបើគេថាឆៃឬគេថាអីកុំនិយាយឆ្ងាយមកសួរព្រះអង្គហើយចអុលឲ្យព្រះអង្គមើលបន្តិចថានេះហ៎ថៃចាំបើព្រះអង្គឃើញថាថៃមែនចាំព្រះអង្គស្វែងគុំសុំទោសឲ្យកែថ្មីតែបើចអុលមិនឃើញទេកុំអាលជេរណាតែសិក្សាឲ្យមែនតែនចឹងហ្នឹងហើយយើងឃើញថាហេតុអីបានណែកត់ទាំងអស់នោះអត់ប្រើអត់ទាំងធ្វើយូរណាស់អត់តាន់ហើយចំហធ្វើខុសកត់មុខឲ្យនៅរស់ចោលទាំងអស់ក្បាច់វាមិនត្រូវយកក្បាច់បឡំបកើមកឲ្យស្មើមកមិនយកទេព្រោះខ្មែរយើងមិនមែនពូជខ្ជះខ្ជាយយ៉ាងទេតែមិនដឹងចេះខ្ជះខ្ជាយពីណាទេបានយកតែខ្ជះខ្ជាយតគ្នានេះយើងថាពហិយនេះមិនគាត់ធ្វើម៉េះបើធ្វើដូចតែគេដូចតែឯងធ្វើហើយតែមិនហៅតែផ្ចិតផ្ចង់រឿងមុននឹងធ្វើសុកចិត្តឆ្លោះគ្នាជាមួយប្លង់ហើយជាងកុំទៅឆ្លោះគ្នាមួយសំណងបបាបាយចោលខាត់ពេលវេលាអស់លុយកាក់ទៀតឆ្លោះប្លង់ហើយចាំដល់ធ្វើទៅអានឹងលែងឆ្លោះហើយទៅហើយជាងក្នុងវត្តនេះណាជាងដែលធ្វើមិនខុសគឺជាងដែលចេះបណ្ណាហើយក៏ដោយក៏ត្រូវតែមុនសម្រាប់ចិត្តមកសួរព្រះអង្គសិននឹងបានអត់ខុសតែបើជាងធ្វើតាមតែខ្លួនឯងទេទុកចោលនោះដូចកត់ក្រោយកត់ធំហ្នឹងមហាកត់ហ្នឹងទុកចោលហ្នឹងដូចថាអីជាងចេះធ្វើតាមអំពើចិត្តហើយដល់ខុសទៅខាតព្រះអង្គឲ្យរើចេញខាតមិនស្អាតដល់សំណងណាដែលព្រះអង្គទៀងស្ទាត់រហូតគឺថាអត់ប្របាកត់មាត់ហត់កអីអញ្ចឹងបានរឿងពុទ្ធបដិមាក៏អញ្ចឹងដែរដែលអស់លោកចេះតែហែមកខ្ញុំកណាតមកបានបញ្ជាក់ទៅប្រធានគណៈកម្មការថាឈប់ឲ្យទទួលព្រោះមួយអង្គបើចង់ទុកនៅទីនេះចំណាយការកែប្រែអស់ថ្លៃជាងប្រហែលធ្វើប៉ុន្តែបើអត់កែប្រែទេគឺខុសហើយបើយើងឲ្យទុកដាក់របស់ខុសនៅវត្តនេះមិនត្រឹមតែធ្វើគំរូឲ្យគេមិនបានទេថែមទាំងចូលរួមជាចំណែកក្នុងការបំផ្លាញវប្បធម៌ទៀតអញ្ចឹងទៅពុទ្ធបដិមាដែលដង្ហែមកខ្ញុំកណាត់ស្មើទេខ្លះអត់សប្បាយចិត្តទេគឺពិបាកចិត្តមុនបាក់ចិត្តមែនស្រួលទេណាអស់លោកមែនស្រួលខ្មែរមានក្បួនមានខ្នាតប៉ុន្តែយើងឥឡូវស្ទើរតែបាត់បង់ក្បួនខ្នាតអស់ចឹងហើយទេខ្លះលំបាកដូចជាអង្គធំនឹងលើកចេញអត់រួចដែលជាងពងដាប់នោះណាគាត់ហែមកធំពេកលើកអត់រួចសុកចិត្តសម្រាប់ចិត្តថាកែទៅអង្គខ្លះអស់ 8,000 អង្គខ្លះអស់ 5,000 គាត់តែកែស្មើនឹងទិញ
tinh mấy ba nhưng cứ ta chỉ riêng đây à lâu bọn bậc ca hàng chân tư một năm điện đâm tư thế thật sự bọn trong bạch rừng mà lên ta bọn xên tại bàn giờ hai sẽ bắt lót xên thì nâng cứ ở chỗ kia để cho bắt lót đâu để cho bắt lót bọn đâu tại chiến bọn chẳng rồi dương mình men che trời tại cái sao nè chơi chúc cái tư này ở tại chùa của ông nóจะchơi chơi mình chơi khô nên là chơi mau được môn xong cái chùa vô bạn nên là thầy phần tay là bọc lá khôសំណងមួយយើងត្រូវគិតពីពណ៌គិតពីពិដានគិតពីដំបូលគិតពីក្បាច់រងស្បូវហើយជាងដងក្តារជវាតែនតូយការ៉ូកម្មយ៉ាងដើរជើងកោសឈីក្បាច់គំនូសម្រាប់men còn là dương chưa được tha chưa tay ở chợ bàn cất này rồi biết bánh chọc bánh chọc rồi biết mấy chia rồi biết xiêm bánh chọc rồi biết mấy chia rồi biết mai bánh chọc rồi biết mấy chia rồi bỏ chân rồi bỏ Việt Nam rồi biết sao thực mi sao rồi biết mấy chia rồi bọc mai sao thực mấy chia rồi bọc hàng lấy rồi biết tập thực mi tập là mấy chia rồi bọc mai tập giờ mấy chia rồi bọc kỳ rồi tích cùi cho bạn lòng rồi vừa ọc bạc với tịch lia tê còn tay vô ở trâu mà vừa mau là ở kia chân phần năng để do nó nên bị chọc phần năng để cho hai chị trong còi sùng và đất tiêu than đào quân quân bè rọt nạ trai và thâu tạ tích nồng lù chia bị sai tê và đà đại rạ ta bè quân tà sạc nàng tê và đà đại thai rạ xa nục chẳng lại đại học bài đào bị sai này sau mà chê và đa chẳng lại anh mô tình liên được bốn này là đã chia được bọc nhầm tam thì phẹ rạ ta cả phiên lốt chẳng lại chỉ bỏ được sạp này đại học bài đào bị sai lốt chẳng lại đại công phong một nông ti này chẳng lại này đại hỏi tới nông phạ đồ bên vọt này chẳng mùi lốt chẳng lại vật na nơi vùng non na sông mới vùng non nôแต่เสสะเจียปัจจัยให้ในบนครบอ้อยสำราญเดจิเกลืองไทยรักษากาเปียเปียทารบองจิเกลืองเรียแรงเนื้อไว้ได้เจียมันเตลดอกพุ่มสถานนุ่งหรือก็ตาจิกากาเปียกาเปียเนื้อไว้ได้เจมันเตลดอกพุ่มสถานนุ่งกลมยัยไว้ดอกวัดอารามวัดอารามก็ตระการบองโดยเคลียดำใบจีเครื่องเรียแรงเนื้อมันเตลให้จีเครื่องไทยรักษากาเปียเนื้อเครื่องเจมันเตลได้การล้างปีกรุพรไอเจดางเบจิลบองวัดสปานนี่ประมาณเมตรประมาณเมตรนั่งได้ก่อสร้างให้หนึ่งประมาณเต็มให้นั่งให้จิกา
ការពារហើយនឹងការណាបានកសាងរបងហើយជាការពារអីទេគឺតែការពារគរុផនវត្តនឹងឯងព្រោះកាលណាសម័យកាន់តែដុះអាចារ្យកាន់តែផុសនោះក៏មិនសូវជាខ្លាចបនខ្លាចបាបអីទេដីវត្តនឹងក៏ដោយតម្លៃនៅធូរថ្លៃចេះមើលមិនឃើញសិនដែរដល់តែរៀងថ្លៃល្មមក៏មិនទាន់អីដែរតែថ្លៃមែនទែនតែប្រហែសគេលក់ដីវត្តនោះទេអញ្ចឹងហើយដែលការកសាងលបកនេះជាគ្រឿងរារាំងអញ្ចឹងឯងរារាំងនៅមន្ទិលហ្នឹងមន្ទិលដែលកើតឡើងចំពោះគរុផនវត្តហ្នឹងគេមានតែគិតបាបអីពេលខ្លះនោះគេភាវនាតែបាបចោលបោចចាប់តែប៉ុណ្្នឹងទេគេមិនបានទៅភាវនាថាបាបនឹងមានកម្លាំងអាចដុតកម្លោចមនុស្សសត្វឲ្យទៅកាន់អបាយភូមិមនុស្សប្រែដេអាចារ្យអីមនុស្សខ្លះគាត់មិនបានគិតដល់នោះអីគាត់ភាវនាថាបាបចោលអញ្ចឹងតែបើជ្រុលឲ្យបាបឲ្យឆ្អាបមាត់បាបតូចមិនសុខចិត្តទេយកបាបធំទៅលក់ដីវត្តទៅឆាប់មានមិនតែនៅស្រុកយើងនេះមិនទាន់មានទេណានៅខេត្តដតីអីនៅក្បែររាជធានីអីមានខ្លះហើយពីមុនកន្លងមកនោះហ្នឹងដោយសារអីដោយសារតែវត្តមិនបានធ្វើសក្តីរារាំងនឹងឯងគឺរបងនឹងឯងដែលជាទីកំណត់ព្រំសីមាហើយពីកន្លងមកក៏មិនទាន់មានការចេញនៅបានកម្មសិទ្ធិដីធ្លីឲ្យបានត្រឹមត្រូវសមស្របផងទៅក៏ចេះតែឆ្លៀនពៀនទន្ទានយកទៅហើយដល់យើងបានកសាងប៉ុណ្ណេះហើយថ្ងៃនេះខែនេះឆ្នាំនេះថ្ងៃមុខខែមុខឆ្នាំមុខគឺដឹងតែថាគង់វង្សណាអញ្ចឹងរបងហ្នឹងជាគ្រឿងគង់វង្សជាគ្រឿងធ្វើគរុផនវត្តឲ្យគង់វង្សប្រកាសណាបវត្តមិនមានរបងទេមិនត្រឹមតែដីធ្លីហ្នឹងទេសូម្បីតែគ្រឿងដែលជាគរុផនដំណាំបន្លែផ្លែឈើដែលដុះក្នុងវត្តណាក៏រក្សាមិនបានគុតមុតល្អដែរជួនទៅក៏មានក្មេងអ្នកស្រុកចូលមកលួចបេះបន្លេះយកទៅមិនសមកើតជាទោសក្នុងអីទោសក្នុងវិរិយធម៌ដែលជារបស់សង្ឃមកគរុផនជាសម្បត្តិសង្ឃកាលណាដែលយើងកាន់យកទៅលួចយកទៅដោយមិនបានការអនុញ្ញាតពីសង្ឃទេវាកើតទៅជាការលួចរបស់សង្ឃហើយនោះមានទោសក្រៃលែងរាប់ប្រមាណមិនបានទេអញ្ចឹងក្មេងៗគ្នាមិនមានតែអាក្រក់អីហប់នឹងបេះផ្លែដូងផ្លែស្វាយមួយផ្លែពីរផ្លែពីវត្តនោះណាប៉ុន្តែអ្វីដែលអាក្រក់គឺថាគ្នាមិនបានសុំការអនុញ្ញាតពីសង្ឃបេះយកទៅទាំងបំពៀនវាស្មើនឹងលួចរបស់សង្ឃដល់តែលួចរបស់សង្ឃអញ្ចឹងទៅវាសន្សំអីសន្សំវិរិយធម៌ដែលជាគរុកម្មសម្បត្តិសង្ឃនេះប៉ះពាល់ផ្ដេសផ្ដាស់មិនបានទេអញ្ចឹងលោកយាយលោកតាប្រជាពុទ្ធបរិស័ទនេះកុំមើលងាយស្វាយមួយផ្លែដូងមួយផ្លែហ្នឹងណាខ្នុរមួយផ្លែហ្នឹងណាបើក្រៅវត្តមិនអីទេវាទុកតែជារឿងធម្មតាដោយសេចក្តីរាប់អានរបស់គ្នានឹងគ្នាប៉ុន្តែបើសន្មត់ក្នុងទីបរិវេណនៃអាវាសវត្តសម្ប៉ាននឹងហើយជាសម្បត្តិរបស់សង្ឃាវាសនឹងឯងអញ្ចឹងមុននឹងបេះយកទៅប្រលេះយកទៅគប្បីសុំការអនុញ្ញាតពីសង្ឃហើយសង្ឃពីណាទៅក៏ថាគប្បីសួរនាំចៅអាវាសគេថាចៅអធិការនឹងឲ្យលោកបានជ្រាបបានដឹងដំណឹងគប្បីតែគួរនឹងយកបានទេគួរនឹងយកទៅប្រើប្រាស់ជាប្រយោជន៍បានទេជៀសវាងការដែលយើងប្រើប្រាស់ទៅទាំងតែមិនបានសុំទៅកើតទោសវិញ
Chẳng cao thưa là bom nâng tới có chui chẳng đại chui rìa rènនៅបាបគ្រោះដែលក្មេងthì làmដឹងមកលួចបេះបលេះយកទៅនៅផ្លែផល្លាផលដែលជាគ្រូផ្អាសងនឹងរៀបរៀងបានចឹងដែរហើយក៏រៀបរៀងនៅសត្វគោក្របីណែរបស់អ្នកស្រុកមន្ទីរបស់អ្នកស្រុកដល់ខែដែលគេប្រឡែងមិនចាប់មិនចងអីកុំឲ្យចូលមកបៀតបៀនធ្វើទុកបុកម្នេញដល់ទីអាវាសវត្តអីជាដើមហ្នឹងក៏ជាគ្រឿងរៀបរៀងអញ្ចឹងដែរអញ្ចឹងអានិសង្ឃរបស់របងវត្តគឺថាបាននៅការរក្សាការពារនៅមន្ទិលដែលកើតឡើងពីភាពសៅមងទាំងអស់នោះអញ្ចឹងអានិសង្ឃអ្នកដែលធ្វើនៅរបងហ្នឹងក៏បាននៅការរក្សាការពារដែរត្រឡប់ទៅវិញទៅក្នុងការរកទទួលទានក៏រមែងជាអ្នកទទួលទានហើយបាននៅប្រយោជន៍គឺសម្បត្តិដែលខ្លួនប្រាថ្នាហើយយកមកទុកដាក់ក្នុងផ្ទះសម្បែងរមែងគុតគង់មុតគុតល្អមានអ្នកខ្លះរដែររមិនចេះសល់មិនថាគ្រប់គ្នាមិនប្រឹងរទេប៉ុន្តែរវាមិនសល់បើបានមួយលានទៅកូនឈឺទៅបាន2លានទៅប្តីឈឺទៅបើបានដល់តែ4លានឈឺទាំងផ្ទះទៅដូចតែរលុយនោះទៅជូនទុកជូនពេទ្យជូនម៉អញ្ចឹងខ្លះទៅរកបានច្រើនសម្បើមណាស់ដែរមិនកូនមិនឈឺណែចៅមិនឈឺអីទេប៉ុន្តែស្រាប់តែគ្រោះអាសន្នចោលប្លន់អស់ទៅអ្នកខ្លះចោលក៏មិនប្លន់លក់ដីបានឬក៏ខំទទួលទានរកទទួលទានទៅបានកាក់កបបន្តិចបញ្ជាទៅធ្វើការចំណាក់ស្រុកផងអីផងបានមកធ្វើផ្ទះធំទំនំខ្ពស់សល់មាសទុកមួយជី2ជីមួយតម្លឹង2តម្លឹងលើផ្ទះស្រាប់តែភ្លើងឆេះផ្ទះអស់ទៅឬក៏កើតគ្រោះវិនិច្ឆ័យអន្តរធានបាត់បង់ទ្រព្យសម្បត្តិអស់ទៅសន្សំលុយទិញដីបែរជាដីនោះគេលំលោភបំពានយកបាត់ទៅឡាក់អាហ្នឹងគឺមនុស្សដែលរកបានដែលវាមិនគង់ទ្រព្យព្រោះតែវាខ្វះអានិសង្ឃជាគ្រឿងរារាំងការពារនឹងឯងប៉ុន្តែបើយើងបានធ្វើនៅអានិសង្ឃដែលជាគ្រឿងរារាំងការពារហើយសេចក្តីជ្រះថ្លាកើតឡើងហើយនេះដោយដែលយើងហៅពិធីបុណ្យថ្ងៃនេះតាសម្ពោធឆ្លងអញ្ចឹងណាសម្ពោធគឺប្រែជាភាសាសំស្ក្រឹតទេបើឆ្លងมันជាភាសាខ្មែរឆ្លងទឹកឆ្លងទន្លេឆ្លងអូហើយនឹងសំបីតែសម្រាលកូនគេហៅថាឆ្លងដែរនៅតែខ្មែរថាសំស្ក្រឹតថាសម្ពោធទៅប្រែតែការធ្វើឲ្យសម្រេចដោយថ្ងៃហ្នឹងសម្រេចហើយសម្រេចរបងសម្រេចកត់អីហើយអាហ្នឹងជាគ្រឿងដែលយើងបានកសាងគិតជាវត្ថុបំណងហើយឥឡូវបានសម្រេចហើយពេលដែលបានសម្រេចនឹងហើយទើបយើងដាក់ឲ្យប្រើប្រាស់ពេលណាយើងដាក់ឲ្យប្រើប្រាស់អានិសង្ឃហ្នឹងត្រឡប់ទៅការពារគុំក្រងអ្នកដែលធ្វើនឹងវិញជួយឲ្យអ្នកនោះរមែងបាននៅសេចក្តីសុខមិនមានគ្រោះភ័យអំពីចោរកាចអំពីមនុស្សកាចអំពីអមនុស្សកាចអំពីយៈកាចអំពីទឹកកាចអំពីភ្លើងកាចអំពីខ្យល់កាចជាដើមអញ្ចឹងទៅការរកទទួលទាននៅទ្រព្យសម្បត្តិឯណាក៏គង់ជាប្រយោជន៍បើទិញដីទៅដីនោះក៏គង់គុតមុតល្អមិនសូវយកចិត្តទុកដាក់ថែរក្សាក៏មានអ្នកជួយថែរក្សាការពារជំនួសរកទទួលបានមាសប្រាក់លុយកាក់ប្រាក់មាសបន្តិចបន្តួចមកក៏សល់ជារបស់ជាទ្រព្យ
មិនត្រូវវិនិច្ឆ័យអន្តរាយដោយសាររោគកាចដោយសារអ្នកខាត់ចរិតកាចដោយសារជំងឺកាចអីទេព្រោះបានអានិសង្សដែលជាគ្រឿងការពារនឹងឯងអាហ្នឹងការកសាងរបងអស់លោកនេះមានផលអញ្ចឹងណាយើងកុំឆ្ងល់តែពីមុនមិនគឺសពថ្ងៃយើងរងទទួលទានដូចគ្នាដែរអស់លោកពុទ្ធបរិស័ទហ្នឹងមិនមែនអ្នកខ្ជិលប្រមាណទេសិតតអ្នកបើសាមមិនតាន់សិតតែធ្លាប់ក្រោកពីម៉ោង3ទៅព្យួរទៅរស់ទៅរកទទួលទានហើយប៉ុន្តែមិនក៏មិនឃើញមានទៅវាចេះតែបាត់ទៅណាលុយនោះទៅខំម្លឹងណាតែយើងខ្វះអានិសង្សមករក្សាការពារដល់អញ្ចឹងទៅវាមិនសំបាត់ក៏បាត់ដែរអ្នកចៅមកនេះមិនមែនមិនធ្លាប់លក់ដីមិនមែនមិនធ្លាប់អីទៅមិនក៏មានអស់ទៅណាតែវាអត់មានគ្រឿងរក្សាការពារហ្នឹងណាអញ្ចឹងបានរបស់ទ្រពមកវាអត់គង់អត់ថិតអត់ថេអត់លូកអត់លោះអត់ដោះអត់ដាល់អីទៅណាវាចេះតែរួញទៅវាតែប៉ុណ្ណឹងប៉ុណ្ណឹងអញ្ចឹងអានិសង្សដែលយើងបានធ្វើនៅគ្រឿងការពារក្នុងទីនេះណាចំពោះវត្តសម្បានណាអានិសង្សរំលែងបានជាការការពារយើងទៅថ្ងៃមុខបើវងការពារយើងមិនទាន់អានិសង្សហ្នឹងទៅខំក្រងការពារវងតកូលកូនចៅយើងដែរដោយថាអានិសង្សហ្នឹងសំខាន់ណាស់ណាលោកដូចយើងឧបមាដូចដីអញ្ចឹងណាដីមកប្លង់ដូចគ្នាអត់ធ្វើរបងដូចគ្នាប៉ុន្តែដីម្នាក់ទៀតអត់មាននរណាហ៊ានប៉ះនោះមិនមែនមកពីអីយកមកពីអានិសង្សគេនោះណាបើគាត់តែលឺឈ្មោះគេមិនហ៊ានប៉ះមិនហ៊ានពលហើយមានអ្នកថែឲ្យទៀតដល់តែយើងនេះដីចិត្តគ្នានោះដែរគេមិនពៀនយកបាត់អានោះបើគិតតាមផ្លូវលោកផ្សេងបើគិតតាមផ្លូវធម៌តែប្រអត់មានអានិសង្សទៅការពារទៅរារាំងគ្រឿងអស់នោះអញ្ចឹងបានយើងខំប្រឹងធ្វើខំប្រឹងសន្សំនឹងឯងជាគ្រឿងរារាំងគ្រឿងការពារហើយឥឡូវមិនត្រឹមតែបានធ្វើការរារាំងការពារអំពីអានិសង្សរបងអីហ្នឹងទេបានទាំងកសាងនៅកុដិខ្នងទៀតប្រមាណបន្ទប់ទៅគាត់នឹងបាន7បន្ទប់នឹងប្រសង់ប្រមាណអង្គនៅវត្តនេះ11ល្មមហើយប៉ុណ្ណឹងនៅកុដិផ្សេងទៀតល្មមព្រមនឹងអាចឲ្យប្រសង់លោកគង់នៅជាសុខបានក្នុងប្រភ្នោះដែលមិនរងអំពីការក្តៅពេកអំពីការត្រជាក់ពេកការការពារអំពីសម្ផស្សអំពីរបោមអំពីមូសអំពីខ្យល់អំពីកម្ដៅថ្ងៃអំពីពស់តូចពស់ធំសត្វអសេរពឹសអីរមែងរារាំងបិទបាំងបានមិញអានិសង្សរបស់របងទៅថាបាននៅការរក្សាការការពារឥឡូវអានិសង្សរបស់កុដិបានមកនៅសេចក្តីសុខអានិសង្សដែលបានធ្វើនៅកុដិសាលាវិហារអីនេះណាជាអានិសង្សបានមកនៅរូបមនុស្សម្នាក់សួរទៅចាប់តិចញឹងហើយលើកដៃសួរទៅពីណាមិនចង់បានរូបស្អាតមើលមានទេមានអ្នកណាចង់កើតមកភ្នែកវាច្រមុះខើចថ្មិញក៏ហូបដៃខ្វេដៃខ្វង់សក់កញ្ញាញ់កន្ទ្រើងអីមានទេមើលប្រហែលយាយ70 80ដែរនៅតែអត់ចង់យកតម្រុំតែក្មេងនោះអញ្ចឹងអ្នកខ្លះរូបវាស្អាតហើយសម្បុរអត់ស្អាតក៏នៅតែអន់ចិត្តទៅទៀតមានទេមានអ្នកណាស្អាតដែរប៉ុន្តែសម្បុរមិនស្អាតមានអ្នកខ្លះសម្បុរ
ស្អាតប៉ុន្តែរូបមិនស្អាតណែមកពីអីមនុស្សដូចគ្នាហ្នឹងអាម៉េចក៏កើតមកចាំបាច់មានខ្មៅអាម៉េចក៏កើតមកចាំបាច់មានសហើយអាម៉េចក៏កើតមកចាំបាច់មានស្អាតណែអាម៉េចបានតែកើតស្អាតហើយតែជាបានប្រពន្ធក្តីអាក្រក់ទៅវិញណែមានឆ្ងល់អញ្ចឹងណាមិនមែនសុកទៅស្រឡាញ់ទេមនុស្សគ្រប់គ្នានឹងស្រឡាញ់តែមនុស្សស្អាតដូចតែគ្នានឹងប៉ុន្តែអាម៉េចសុកទៅប្រពន្ធល្អល្អស្រាប់តែប្តីអាក្រក់យើងពីមុនថាកំហុសអង្គការចាត់តាំងអញ្ចឹងទៅប៉ុន្តែស្អប់ថ្ងៃវាអត់មានអង្គការណាចាត់តាំងទៀតក៏នៅតែឃើញអញ្ចឹងដែរមកពីអីនិយាយមានឆ្ងល់មកពីខ្វះអានិសង្សណាអញ្ចឹងអ្នកដែលធ្លាប់សាងកុដិសាងសាលារមែងញ៉ាំងអនាគតរបស់ខ្លួនក្នុងជាតិខាងមុខឲ្យទទួលបាននូវពណ៌សម្បុរស្អាតទ្រង់ទ្រាយសន្តានស្អាតណាអញ្ចឹងយើងគ្រប់គ្នាសិតតែចង់ហើយចង់បានរូបស្អាតរូបល្អសូម្បីតែរូបខ្លួនឯងអត់ស្អាតអត់ល្អនឹងក៏ដោយបើគេសរសើរមើលបឹមតែយាយខាងមុខហ្នឹងណាពេលខ្លះមិនជួទេប៉ុន្តែវាដឹងអាម៉េចបើគេសរសើរហើយចេះតែអញ្ចឹងទៅចិត្តតាំងយាយបជនប្រមាណដែរ80ទៅហើយណោះដូច40អញ្ចឹងបំសើចបិទមាត់ចិត្តដើរអួតគេក៏មិនដឹងណាអាហ្នឹងគឺថាសិតតែចង់បានរូបល្អទេខ្លះដឹងថាខ្លួនឯងវាមិនល្អក៏ពិតមែនមិនណាបន់នៅតែគេសរសើរថាល្អថាស្អាតអញ្ចឹងតែអញ្ចឹងមនុស្សគ្រប់គ្នាប្រាថ្នាសេចក្តីស្អាតបើចង់បានសេចក្តីស្អាតអានិសង្សដែលបានកសាងកុដិហ្នឹងប្រកេតដល់សង្ឃហ្នឹងអានិសង្សហ្នឹងរមែងញ៉ាំងរូបសម្បុរឲ្យស្អាតហើយក្នុងជាតិខាងមុខហើយឲ្យស្អាតហើយប្រយ័ត្នបានគូអាក្រក់អញ្ចឹងដើម្បីជៀសវាងគូអាក្រក់បើបានសាងកុដិសាងសាលាចេតិយហើយចេះសម្អាតផងហ្នឹងហើយកុំឲ្យតែកសាងរបស់របរថ្វាយសង្ឃហើយបែរជាអាងតែកុដិនឹងអញអ្នកធ្វើពាក់ស្បែកជើងឡើងទៅហ្មងទៅមានអញ្ចឹងដែរកុដិនឹងអញអ្នកធ្វើទេបោះសម្រាមលឿននឹងហ្មងទៅស្ដោះទឹកមលូលឿននឹងហ្មងទៅអានឹងសំរឿងហើយកើតជាក្រោយទៅរូបស្អាតកម្មនឹងវិសេសៈទៅបានប្តីខ្វេខ្វិនខ្វងអញ្ចឹងដែរប្រយ័ត្នណាប្រយ័ត្នអញ្ចឹងក៏បីសាងសេចក្តីល្អទាំងកាយវាចាចិត្តនឹងដោយព្រមហើយកាលណាកាយវាចាចិត្តនឹងវាល្អដោយព្រមហើយតាំងនៅក្នុងសេចក្តីមិនប្រមាទក្នុងកុសលធម៌ទាំងឡាយកុំប្រមាទឲ្យសោះកុំប្រមាទថាធ្វើបុណ្យឥតផលធ្វើទានឥតផលធ្វើសិលឥតផលធ្វើល្អឥតផលអីហ្នឹងកុំប្រមាទក្នុងកុសលធម៌ហ្នឹងព្រោះកុសលធម៌ហ្នឹងយើងមើលមិនឃើញយកម៉ែត្រវាស់ចាក់បានទេណាគឺអាស្រ័យដោយអានិសង្សហ្នឹងមកចាត់ចែងមកសិក្សាអញ្ចឹងដូចមកវត្តហ្នឹងអញ្ចឹងយើងមិនក៏មានអ្នកដើរមកមិនក៏មានអ្នកជិះម៉ូតូមកមិនក៏មានអ្នកជិះឡានមកថាមកពីអានិសង្សវាជាអ្នកសិក្សាណែបើគេអានិសង្សខ្លាំងជាងយើងនេះគេជិះយន្តហោះមកទៅទៀតនោះ
ចឹងរឿងអានិសង្សនោះវាស់វែងមិនបានទេតែមនុស្សដូចគ្នាទេប៉ុន្តែបច្ច័យសិក្សាមកខុសគ្នាចឹងក៏បីយើងព្យាយាមតាំងនៅក្នុងសេចក្តីល្អដោយសេចក្តីមិនប្រមាទកុំធ្វេសប្រហែសក្នុងមគ្គនិងផលគឺកុសលដែលយើងបានធ្វើនឹងថាឥតផលឡើយបុណ្យនោះកម្លាំងនោះរមែងជាគ្រឿងរារាំងការពារនៅភ័យយន្តអន្តរាយទាំងពួងដែលបំរុងនឹងកើតឬក៏កើតឡើងឲ្យវាលាស្នាប់សូន្យទៅហើយញ៉ាំងនៅសេរីសួស្តីឯណាដែលយើងគិតថាមិនទាន់កើតឲ្យសម្រេចបានដោយអានុភាពនៃកិរិយាសន្សំល្អដោយកាយវិចារនិងចិត្តនិងសេចក្តីដែលរស់នៅដោយសេចក្តីមិនធ្វេសប្រហែសនិងសេចក្តីមិនប្រមាទនឹងឯងខ្ញុំកណាខ្ញុំម្ចាស់ប្រគិនប៉ុណ្ណឹងមិនវែងឆ្ងាយអីទេចូលរួមជាធម្មកថាខ្លីនៅក្នុងឱកាសកម្មវិធីបុណ្យសម្ពោធឆ្លងបងក៏ដូចជាកត់នៅក្នុងវត្តសម្ប៉ានមិនបានគេដាក់ឈ្មោះសម្ប៉ានអញ្ចឹងប្រវត្តិថាវាមានសំពៅគ្រឿងហើយយកសម្ប៉ានមកអូសអញ្ចឹងហ្នឹងហើយចេះតែសួរតទេហ្នឹងហើយដើម្បីជាសេចក្តីលេសសំណាលនៅក្នុងធម្មកថាខ្លីប៉ុណ្ណឹងខ្ញុំក៏ណាមានប៉ុណ្ណេះសូមលើកយកមហាកុសលដែលកើតឡើងពីធម្មទាននេះប្រគិនជូនដល់ប្រកណាគុណម្ចាស់ញាតិញោមគ្រប់ព្រះអង្គគ្រប់រូបទាំងអស់ដែលមានប្រវត្តិមានវត្តមានក្នុងវេលាកាលនេះសូមឲ្យបានសម្បកបជួបប្រទះទៅនឹងពុទ្ធពរទាំងឡាយ4អាយុវណ្ណៈសុខៈពលៈសម្បត្តិទាំងឡាយ3មនុស្សទេវតាព្រះនិព្វានបាទប្រកណាគុណម្ចាស់មហាពជាពុទ្ធបរិស័ទគិតប្រាថ្នានៅសម្បត្តិណាមួយនោះសូមកុំឲ្យឃ្លៀងឃ្លាខ្លាចទៅជាប្រការៈដល់